នេះគឺជាឃ្លីបខ្លីៗនៃសកម្មភាពគ្រួសារខ្ញុំរយៈពេល4ថ្ងៃនៅក្នុងឱកាសបុណ្យអ៊ីស្ទ័រតើបងប្អូនទាំងអស់គ្នាខ្ញុំនឹងមករៀបរាប់និងបង្ហាញទិដ្ឋភាពត្រួសៗឲ្យបងប្អូនទាំងអស់គ្នាមើលចាដំបូងខ្ញុំបានទៅចាប់ប៉ែកខាង Sunshine Coast គឺកន្លះសៅ Mountain Lookout គឺស្រស់ស្អាតមែនទែនហើយខ្ញុំចំណាយពេលនៅនឹងប្រហែលជា1ម៉ោងជាងទៅ2ម៉ោងហើយបន្ទាប់មកគឺខ្ញុំបើកឡានបន្តមក Shelly Beach ចា Shelly Beach នេះគឺនៅ Sunshine Coast ប៉ុន្តែ beach នេះគឺអត់មានឡាយការទេបងប្អូនហើយខ្ញុំចេញពីនឹងមកដល់ផ្ទះគឺមកដល់ម៉ោង7ល្ងាចហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងមែនទែនប៉ុន្តែទោះបីជាហត់ប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវតែចាក់ស្រាយដែរបងប្អូនព្រោះព្រឹកបន្ទាប់គឺខ្ញុំត្រូវយកស្រាយហ្នឹងទៅវត្តប្រគេនលោកចាឥឡូវព្រឹកហើយបងប្អូនចាខ្ញុំមកដល់វត្តហើយនេះគឺវត្តកាមេរៈរតនារាមដែលជាវត្តខ្មែរយើងនៅខាងប៉ែក Brisbane ចាអញ្ចឹងនៅពេលដែលខ្ញុំចប់នៅវត្តចាមកដល់ផ្ទះវិញគឺត្រូវបោសផ្ទះជូតផ្ទះនិងរៀបចំចាម្ហូបអាហារសម្រាប់ទទួលមិត្តភ័ក្តិកូនខ្ញុំដោយសារគេមានកម្មវិធីចា Egg Hunting នៅផ្ទះខ្ញុំប៉ុន្តែខ្ញុំអត់បានថតទេបងប្អូនដោយសារតែអត់ចង់ផុសកូនគេឲ្យជាប់ក្នុងវីដេអូខ្ញុំអញ្ចឹងណាហើយម្យ៉ាងទៀតខ្ញុំមានអារម្មណ៍ថាខ្ជិលថតផងហើយខ្ញុំធ្វើនំប៉័ងដាក់សាច់ថ្ងៃហ្នឹងចាហើយឆ្លៀតពេលល្ងាចហ្នឹងខ្ញុំក៏ចាជួយធ្វើជើងទម្រស្វាមីខ្ញុំហើយព្រឹកបន្ទាប់ទៀតគឺនាំគ្នាមកខាងវីនឹមចាកូនខ្ញុំគាត់ចង់ជិះកង់លេងនៅតាមមាត់ទឹកនៅ